នៅថ្ងៃអាទិត្យទី17ខែឧសភាឆ្នាំ2026នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជនអ្នកកាសែតជាតិនិងអន្តរជាតិមេត្តាជ្រាបថាក្រុមអ្នកសម្របសម្រួល CLG នៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន HOM AOT ហ្វីលីពីនដើម្បីចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍ពីស្ថានភាពព្រំដែននៅតំបន់ភូមិសិលាខ្មែរឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលមានទីតាំងប្រជាពលរដ្ឋកម្ពុជាបង្កបង្កើននិងអាស្រ័យផលជាយូរណាស់មកហើយនិងជាទីតាំងដែលកម្ពុជាបន្តកាន់កាប់ក្រោយបទឈប់បាញ់បន្ទាន់រវាងកម្ពុជានិងថៃបានចូលជាធរមានចាប់តាំងពីវេលាម៉ោង 12 នាទីថ្ងៃទី27 ខែធ្នូឆ្នាំ2025មកម្លេះនិងពីធ្វើការពិនិត្យលើការគោរពនិងការអនុវត្តវិធានទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរឆ្លៀតក្នុងឱកាសនេះភាគីកម្ពុជាសូមបញ្ជាក់សារជាថ្មីនៅជំហរមិនងាករេរបស់ខ្លួនថាការងារវាស់វែងនិងខណ្ឌសីមាលើដីជាក់ស្ដែងជាសមត្ថកិច្ចដាច់មុខរបស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ក្នុងន័យនេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរួមទាំងយោធាក៏ដូចជាអាជ្ញាធរមូលដ្ឋានពុំមានសមត្ថកិច្ចចង្អុលបង្ហាញខ្សែព្រំដែននៅលើដីជាក់ស្ដែងនោះទេការផ្ទៀងផ្ទាត់និងបញ្ជាក់ខ្សែព្រំដែនអន្តរជាតិនៃប្រទេសទាំងពីរនៅលើដីជាក់ស្ដែងគឺជាសមត្ថកិច្ចរបស់ក្រុមវាស់វែងចម្រុះ JSTS ដែលស្ថិតក្រោមរចនាសម្ព័ន្ធរបស់គណៈកម្មការ JBC នៃភាគីទាំងពីរភាគីកម្ពុជាតែងបញ្ជាក់ជំហរមិនទទួលស្គាល់ដាច់ខាតនៅការកែប្រែខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលផ្ទុយពីអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីដែលជាលទ្ធផលការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិនសៀមកំណត់ហេតុកិច្ចប្រជុំនិងកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិនសៀមកំណត់ហេតុរបស់គណៈកម្មការ JBC MOU ឆ្នាំ2000និង TOR ឆ្នាំ2003ជាដើមលើសពីនេះភាគីកម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងទាំងពេលកន្លងមកទាំងបច្ចុប្បន្ននិងអនាគតនិងស្នើជំរុញភាគីថៃឯកភាពក្នុងការបញ្ជូនក្រុមវាស់វែងចម្រុះ JSTS ចុះលើដីជាក់ស្ដែងដើម្បីបន្តព្រមទាំងស្នើជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការ JBC នៃភាគីទាំងពីរឲ្យបានឆាប់បំផុតរាជរដ្ឋាភិបាលនិងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ស្មោះត្រង់សុចរិតក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងភ្ជាប់ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025នៃថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃថ្ងៃទី26ខែតុលាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីឆ្ពោះទៅ
ការធ្វើឲ្យប្រសើរឡើងវិញឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាពសន្តិភាពនិងស្ថិរភាពយូរអង្វែងត្រៃដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មាន